នេះគឺជាសភាវុធដ៏សំខាន់បំផុតមួយរបស់កម្ពុជាដែលរដ្ឋាភិបាលបានទិញពីអឺរ៉ុបវាគឺជាប្រព័ន្ធរ៉ុកែតដ៏ល្បីល្បាញ OM-70 វាមិនមែនជាសភាវុធធម្មតានោះទេវាគឺជាអ្នកប្រមាញ់ដែលមានអានុភាពអាចប្រែក្លាយទីតាំងសត្រូវឲ្យទៅជាវាពិឃាតបានក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីតើប្រព័ន្ធដែលមានដើមកំណើតពីអឺរ៉ុបមួយនេះមានសមត្ថភាពពិសេសអ្វីខ្លះដែលធ្វើឲ្យវាក្លាយទៅជាអាវុធគ្រប់គ្រងដ៏គួរឲ្យខ្លាចសម្រាប់កម្ពុជាតោះទៅទស្សនាវីដេអូនេះលំអិតទាំងអស់គ្នាដូចតទៅ OM-70 គឺជាស្នាដៃវិស្វកម្មរបស់ប្រទេសឆេកូស្លូវ៉ាគីដែលបច្ចុប្បន្នជាសាធារណរដ្ឋឆេកវាត្រូវបានគេអភិវឌ្ឍឡើងដោយយកលំនាំតាមប្រព័ន្ធ BM-21 Grade ដ៏ល្បីល្បាញរបស់សហភាពសូវៀតប៉ុន្តែត្រូវបានកែលម្អលើចំណុចខ្វះខាតជាច្រើនរហូតធ្វើឲ្យវាមានសមត្ថភាពខ្លាំងក្លាដែលអាចមកជំនួស BM-21 បានទាំងស្រុងកម្ពុជាបានទិញយកប្រព័ន្ធនេះជាពីរដំណាក់កាលគឺនៅក្នុងឆ្នាំ2016និងនៅក្នុងឆ្នាំ2019ហើយវាគឺជាការសម្រេចចិត្តដ៏ឆ្លាតវៃដើម្បីធ្វើទំនើបកម្មកងកាំភ្លើងធំទំនាក់ទំនងរវាងកម្ពុជានិងឆេកលើវិស័យយោធាមានប្រវត្តិយូរលង់មកហើយក្រៅពីប្រព័ន្ធ OM-70 កម្ពុជាក៏បានទិញនិងទទួលបានជំនួយបរិក្ខារយោធាផ្សេងៗទៀតរួមមានកាំភ្លើងយន្តធុនស្រាលកាំភ្លើងត្បាល់និងគ្រឿងបន្លាស់យោធាជាច្រើនមុខដែលបង្ហាញទៅលើការជឿជាក់លើគុណភាពវិស្វកម្មរបស់ឆេកអ្វីដែលធ្វើឲ្យ OM-70 ក្លាយជាអ្នកប្រមាញ់ដ៏សាហាវនៅក្នុងសមរភូមិគឺសមត្ថភាព4ចំណុចសំខាន់ទី1កម្លាំងបាញ់គាំទ្រប្រព័ន្ធនេះប្រើគ្រាប់រ៉ុកែតទំហំ122មីលីម៉ែត្រចំនួន40គ្រាប់គ្រាប់រ៉ុកែតមួយគ្រាប់មានក្បាលគ្រាប់ផ្ទុះដែលអាចបំបែកខ្លួនជាបំណែកដែករាប់ពាន់ដុំហើយធ្លាក់ស្រោចទៅលើគោលដៅក្នុងរយៈចម្ងាយរាប់សិបម៉ែត្រសម្រាប់គ្រាប់ស្តង់ដាររបស់វាក្នុងពេលបច្ចុប្បន្នអាចបាញ់បានចម្ងាយ30ទៅ40គីឡូម៉ែត្រទី2បដិវត្តនៃការបញ្ចូលគ្រាប់ប្រព័ន្ធនេះមានឃ្លាំងផ្ទុកគ្រាប់បម្រុង40គ្រាប់បន្ថែមទៀតនៅខាងក្រោយកាប៊ីនបន្ទាប់ពីបាញ់40គ្រាប់ដំបូងអស់ក្នុងពេល20វិនាទីវានឹងបើកកាប៊ីនរុញគ្រាប់បម្រុង40គ្រាប់ទៀតចូលទៅក្នុងបំពង់ដោយស្វ័យប្រវត្តិដែលចំណាយពេលមិនដល់2នាទីផងសរុបមកវាអាចបាញ់បាន80គ្រាប់ជាប់គ្នាយ៉ាងលឿនខុសពីប្រព័ន្ធ BM-21 ដែលអាចផ្ទុកគ្រាប់បានត្រឹមតែ40គ្រាប់និងពិបាកបញ្ចូលគ្រាប់ជាថ្មីទី3សមត្ថភាពបើកបរនិងផ្លាស់ទី OM-70 ប្រើតួឡានថាត្រា813ឬ815ដែលមានកង់ចំនួន8ហើយមានប្រព័ន្ធគ្រប់គ្រងសម្ពាធកង់នៅក្នុងកាប៊ីនរថយន្តអ្នកបើកបរអាចកែសម្រួលសម្ពាធខ្យល់ដើម្បីបើកបរលើដីភក់ដីខ្សាច់ឬផ្លូវភ្នំបានយ៉ាងងាយស្រួលជាមួយនឹងល្បឿនរហូតដល់80គីឡូម៉ែត្រក្នុង1ម៉ោងទី4ប្រភេទគ្រាប់រ៉ុកែតនេះគឺជាផ្នែកដែលធ្វើឲ្យ OM-70 មានអំណាចបំផុតគ្រាប់ HE Frag គឺជាប្រភេទគ្រាប់ស្តង់ដាររបស់វាសម្រាប់កំទេចកងទ័ពថ្មើរជើងបន្ទាយការពារនិងយានយន្តធុនស្រាលរបស់សត្រូវយ៉ាងមានប្រសិទ្ធភាពគ្រាប់រ៉ុកែតផ្ទុកមីននេះគឺជាសមត្ថភាពដ៏ពិសេសដែលធ្វើឲ្យ OM-70 បាញ់គ្រាប់រ៉ុកែតដែលមានផ្ទុកមីនប្រឆាំងរថក្រោះឬមីនប្រឆាំងមនុស្សទៅដាក់នៅលើគោលដៅឬទីតាំងរបស់សត្រូវពីចម្ងាយវាអាចបង្កើតបានទៅជាវាលមីនភ្លាមៗដើម្បីកាត់ផ្ដាច់ផ្លូវសត្រូវកុំឲ្យរុលចូលមកមុខក្នុងតំបន់យុទ្ធសាស្ត្រគ្រាប់ពន្លឺប្រើសម្រាប់បាញ់ទៅលើអាកាសដើម្បីបំភ្លឺសមរភូមិនាពេលយប់ជួយឲ្យកងទ័ពយើងអាចមើលឃើញគោលដៅសត្រូវច្បាស់នៅក្នុងប្រតិបត្តិការពេលរាត្រីគ្រាប់ផ្ទុកគ្រាប់បែកចង្កោមប្រើសម្រាប់កំទេចគោលដៅដែលមានផ្ទៃក្រណាត់ធំៗដូចជាទីតាំងប្រមូលផ្ដុំកងទ័ពសត្រូវឬជួររថក្រោះដែលកំពុងធ្វើដំណើរជារួម OM-70 គឺជាអាវុធដែលផ្ដោតទៅលើគុណភាពដោយវាបាញ់ចេញចំគោលដៅច្បាស់លាស់ពិសេសការបញ្ជាដោយប្រព័ន្ធកុំព្យូទ័រនិងមានប្រព័ន្ធនាំផ្លូវ GPS សម័យថ្មីដ៏ទំនើបក្នុងតំបន់អាស៊ានអាវុធនេះត្រូវបានប្រើប្រាស់ដោយប្រទេសមួយចំនួនដូចជាឥណ្ឌូនេស៊ីវៀតណាមថៃនិងកម្ពុជាយើងវាគឺជាប្រព័ន្ធរ៉ុកែតដែលមានភាពធន់កម្រិតខ្ពស់និងសមត្ថភាពល្អក្នុងការវាយប្រហារបច្ចុប្បន្ន OM-70 មានតម្លៃចន្លោះពី 1.5 ទៅ 2.5 លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយគ្រឿងតម្លៃនេះវាអាស្រ័យទៅលើសមត្ថភាពបច្ចេកវិទ្យាដែលគេបំពាក់ទៅលើវាសម្រាប់កម្ពុជា
OM70 គឺជាសភាវុធដែលសមស្របទៅនឹងភូមិសាស្ត្រល្អជាទីបំផុតកម្ពុជាមានប្រព័ន្ធរ៉ុកែតជាច្រើនប្រភេទដែលមានប្រភពភាគច្រើនមកពីទ្វីបអាស៊ីពិសេសពីរុស្ស៊ីនិងចិនតែ OM70 គឺជាប្រព័ន្ធបាញ់រ៉ុកែតដែលមានប្រភពពីអឺរ៉ុបដែលមានប្រើប្រាស់ក្នុងជួរកងទ័ពកម្ពុជានាពេលបច្ចុប្បន្នតើបងប្អូនយល់យ៉ាងណាដែរចំពោះសមត្ថភាពរបស់វាប្រសិនបើដាក់ពិន្ទុពី1ដល់10តើបងប្អូននឹងផ្ដល់ពិន្ទុឲ្យ OM70 ប៉ុន្មានពិន្ទុដែរសូមជួយ comment ប្រាប់និងផ្ដល់ជាមតិយោបល់របស់បងប្អូននៅខាងក្រោមវីដេអូនេះផងកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតអរគុណសូមជម្រាបលា